នៅវិជាស្ថានជាតិសង្គមគិច្ចកាលពីរសៀលថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026បានរៀបចំបទកថាស្ដីពីការផ្ដល់សេវាអត្តសញ្ញាណកម្មក្រោមអធិបតីភាពរបស់ឯកឧត្តមសៃមេងឈៀងអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងជាប្រធានក្រុមសសយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្នុងវិស័យមហាផ្ទៃដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតតុកណេតអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងជាអនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកយកទីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសសយកប្រចាំគ្រឹះស្ថានឧត្តមសិក្សាលោកគ្រូអ្នកគ្រូនិងប្អូននិស្សិតចំនួន200នាក់មានមតិស្វាគមន៍ឯកឧត្តមសបូរីរៈនាយកវិទ្យាស្ថានជាតិសង្គមគិច្ចនិងជាគណៈថ្នាក់ដឹកនាំចលនាយុវជនស្ម័គ្រចិត្តសសយកប្រចាំគ្រឹះស្ថានឧត្តមសិក្សាបានសម្ដែងការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងគណៈប្រតិភូទាំងអស់ដែលបានជ្រើសរើសវិទ្យាស្ថានជាតិសង្គមគិច្ចជាវេទិកាក្នុងការចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់នេះឯកឧត្តមនាយកវិទ្យាស្ថានបានបន្ថែមថាពិធីផ្សព្វផ្សាយស្ដីពីការដល់សេវាកម្មអត្តសញ្ញាណកម្មនាថ្ងៃនេះពិតជាឆ្លើយតបតម្រូវការជាក់ស្ដែងនិងមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះសេវាអត្តសញ្ញាណកម្មនិងការយល់ដឹងពីឯកសារគតិយុត្តគឺជាគ្រឹះដ៏សំខាន់សម្រាប់បងប្អូនក្នុងការទទួលបានសេវាអត្តសញ្ញាណកម្មនិងការដើរឲ្យទាន់សម័យការប្រែប្រួលបច្ចេកវិទ្យារបស់សង្គមជាតិឯកឧត្តមនាយកវិទ្យាស្ថានបានលើកទឹកចិត្តដល់បងប្អូននិងសមាជិកសសយកទាំងអស់ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ដកស្រង់បទពិសោធន៍និងការចូលរួមពិភាក្សាឲ្យបានផុសផុលដើម្បីនាំយកចំណេះដឹងទាំងនេះទៅប្រើប្រាស់និងចែករំលែកបន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមគិច្ចចប់មកលោករិនរាវុធប្រធានផ្នែកយុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាតំណាងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជាបានសម្ដែងចំណាប់អារម្មណ៍របស់គាត់អំពីការចែករំលែករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលបានចុះមកធ្វើបដកថាស្ដីពីការផ្ដល់សេវាកម្មអត្តសញ្ញាណកម្មមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមសៃមេងខៀងអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងជាប្រធានក្រុមការងារសសយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្នុងវិស័យមហាផ្ទៃក៏បានធ្វើបទបង្ហាញអំពីបែបបទនៃការធ្វើអត្តសញ្ញាណកម្មនិងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ថ្នាក់ដឹកនាំសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សលើប្រធានបទស្ដីពីការផ្ដល់សេវាអត្តសញ្ញាណកម្មនៅវិទ្យាស្ថានសង្គមគិច្ចឯកឧត្តមសៃមេងឈៀងក៏សូមសំណូមពរដល់អាណាព្យាបាលនាំកូនគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យហើយជៀសវាងរងចាំយូរពេលមានតម្រូវការបន្ទាន់ឯកឧត្តមបញ្ជាក់ថាសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសពលភាពយូរក៏អាចបន្តធ្វើបានធម្មតាមិនមានការផាកពិន័យអ្វីនោះទេ